នៅពេលដែលបងប្អូនលេង Facebook ឬក៏អូ Facebook ហើយបងប្អូនឃើញអ្វីដែលមានប្រយោជន៍ហើយបងប្អូនចង់មើលថ្ងៃក្រោយទៀតដោយមិនចាំបាច់ share ឬក៏ download Facebook អាចកំណត់ឬក៏ save ទុកសម្រាប់មើលថ្ងៃក្រោយបានឥឡូវចូលទៅកំណត់ឬក៏បង្កើតកន្លែងទុកទាំងអស់គ្នាចូលទៅក្នុង Facebook យើងមករួចហើយចុចលើរូប profile ខាងលើនេះបន្ទាប់មកចុចលើពាក្យ save នេះមកដល់កន្លែង collection នេះបងប្អូននឹងឃើញពាក្យថា create បងប្អូនចុចកន្លែងហ្នឹងមកដល់កន្លែងនេះកន្លែងដាក់ collection name ឧទាហរណ៍ដាក់ឈ្មោះថាចំណេះដឹងទូទៅបន្ទាប់មកយើងយកកន្លែង only me នេះមកដើម្បីកុំឲ្យគេឃើញរួចហើយចុចលើពាក្យ create ជាការស្រេចអញ្ចឹងបងប្អូនចេញមកក្រៅវិញមកឧទាហរណ៍ខ្ញុំចង់ save វីដេអូនេះមួយសម្រាប់ទុកមើលពេលក្រោយទៀតដោយបងប្អូនគ្រាន់តែចុចកន្លែង tray 3នេះមកបន្ទាប់មកយកពាក្យថា save ផុសវានឹងចេញ collection ឬក៏ folder ដែលយើងបានបង្កើតពីមុនមកឧទាហរណ៍យើង save ចូលចំណេះដឹងទូទៅដែលយើងបានបង្កើតមិញហ្នឹងចុចកន្លែងហ្នឹងមកអញ្ចឹងបងប្អូនថយមកក្រោយវិញមកដើម្បីចូលទៅមើលវីដេអូដែលយើងបាន save ចូលទៅក្នុង collection មិញហ្នឹងរួចហើយចុចលើរូប profile ខាងលើនេះបន្ទាប់មកចុចលើពាក្យ save នេះមកដោយមុននេះយើងបាន save វីដេអូចូលទៅក្នុងចំណេះដឹងទូទៅអញ្ចឹងយើងចុចចូលចំណេះដឹងទូទៅហ្នឹងមកយើងនឹងឃើញវីដេអូដែលយើងបាន save មិញហ្នឹងអញ្ចឹងបងប្អូនអាច save អ្វីក៏បានចូលទៅក្នុង collection ដែលយើងបានបង្កើតហ្នឹងអាចទុកមើលថ្ងៃក្រោយបាន